សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះបានមកជួបស៊ីចិនសាក់រូបម្ដងទៀតហើយលើកនេះខ្ញុំមានសកម្មភាពសាក់រូបឲ្យមិត្តភ័ក្តិរបស់ខ្ញុំគាត់បានមកផាត់ជើងហើយការងារដែលផាត់ជើងរបស់ខ្ញុំនេះគឺការងារយូរមែនទែនហើយបាទគឺកាលពី4ឆ្នាំមុនហើយឥឡូវនេះគាត់បានត្រឡប់មកវិញឲ្យខ្ញុំមកផាត់ជើងឲ្យមកផាត់ background ឲ្យត្រឹមក្បាលជង្គង់ហើយដែលគាត់មកផាត់ជើងនេះគឺគាត់មកផាត់តាមតម្លៃទឹកលុយដែលគាត់បានកំណត់ដាក់ឲ្យខ្ញុំធ្វើហើយឥឡូវនេះខ្ញុំកំពុងតែបញ្ញាប់ធ្វើការផាត់ background ឲ្យគាត់ហើយពេលវេលាដែលខ្ញុំកំពុងតែផាត់ឲ្យគាត់នឹងគឺខ្ញុំត្រូវការពេលវេលាយូរមែនទែនហើយឥឡូវនេះខ្ញុំក៏ឆ្លៀតបានថតវីដេអូពីសកម្មភាពខ្លះនៃការសាក់រូបរបស់ខ្ញុំហើយបងប្អូនអាចមើលលេងបានការសាក់រូបរបស់ខ្ញុំមិនថាសកម្មភាពអីផ្សេងក៏ដោយខ្ញុំត្រូវតែថតវាផ្ដិតយកវីដេអូនិងរូបភាពខ្លះដើម្បីចែកជូនបងប្អូនទស្សនាមើលលេងទុកជាការបំបត្តិអបសុខបានហើយនេះគឺជាការងារដែលខ្ញុំកំពុងតែផាត់ក្បាលជង្គង់ឲ្យមិត្តភ័ក្តិរបស់ខ្ញុំហើយការងារទាំងអស់នេះគឺជាការងារតពីការងារចាស់ពីមុនបាទហើយការងារខាងក្រោមនេះគឺជាការងារដែលខ្ញុំរៀនសាក់មុនដំបូងបាទខ្ញុំរៀនសាក់មុនដំបូងគឺខ្ញុំបានទទួលបានការងារបែបថាអាចគឺទទួលយកបានហើយឥឡូវនេះគឺទឹកដៃរបស់ខ្ញុំគឺខ្ញុំអាប់ដេតតាមការងារជាក់ស្ដែងរាល់ថ្ងៃគឺខ្ញុំអាប់ដេតតាមនឹងហើយសម្រាប់ការងាររបស់ខ្ញុំពីមុនគឺខ្ញុំអាចនិយាយថាអាចទទួលយកបានពីសម្រាប់ការងារពីមុនហើយឥឡូវនេះគឺខ្ញុំអាប់ដេតមើលឃើញខ្លួនឯងកាន់តែខ្លាំងហើយថាខ្លួនឯងអាចគួរសមជាងមុនហើយសកម្មភាពសាររូបទាំងអស់នេះខ្ញុំតែងតែថតជាវីដេអូវែងខ្លីដើម្បីធ្វើជាវីដេអូឲ្យបងប្អូនទស្សនាបានមើលលេងហើយសូមអធិស្ឋានផងនៅការបញ្ចូលសំឡេងរបស់ខ្ញុំព្រោះខ្ញុំអត់សូវប៉ិនបញ្ចូលសំឡេងទេអ្នកទាំងអស់គ្នាបើមិនចូលចិត្តសំឡេងរបស់ខ្ញុំការណែនាំការនិយាយស្ដីរបស់ខ្ញុំអីអ្នកគ្នាអាចមើលរូបភាពមើលវីដេអូលេងបានហើយបិទសំឡេងរបស់ខ្ញុំចោលទៅហើយដោយសារតែកម្មវិធីគេតម្រូវខ្ញុំចូលបញ្ចូលសំឡេងនឹងជាមួយនឹងវីដេអូដែលខ្ញុំខំប្រឹងរនឹកភាសាណាថ្មីមកនិយាយចូលក្នុងវីដេអូរបស់ខ្ញុំហើយពេលវេលាដែលខ្ញុំកំពុងតែផាត់នេះគឺខ្ញុំចាយពេលវេលាក្នុងប្រហែលជា2ម៉ោងទើបបានការងារលើក្បាលជង្គង់នេះហើយការងារនេះគឺខ្ញុំធ្វើតាមទឹកលុយទេដោយសារមិត្តភ័ក្តិរបស់ខ្ញុំកំណត់តាមទឹកលុយឲ្យខ្ញុំធ្វើការមិត្តភ័ក្តិរបស់ខ្ញុំនេះគឺគាត់ការនៅរៀនវិទ្យាល័យគឺរៀនជុំគ្នាហើយឥឡូវយើងបានមកជួបគ្នាម្ដងទៀតហើយឥឡូវនេះយើងក៏មានមុខរបរជំនាញផ្សេងរៀងខ្លួនបាទហើយមួយទៀតពេលវេលានៃការសាក់រូបអាស្រ័យលើការងារតូចការងារធំការងារកែឬក៏ការងារពិបាកចាក់ជាងការងារតូចធំអាស្រ័យលើតាមការងារទេពេលវេលាយូរហើយនឹងឆាប់ប៉ុន្តែការងារនេះគឺជាការងារផាត់តពីការងារចាស់ហើយល្បឿននៃការផាត់របស់ខ្ញុំគឺមួយឈុំទេវាមិនលឿនពេកក៏វាមិនយឺតពេកដែរគឺវាមួយឈុំគឺអាចមកពេលវេលាគួរសមសម្រាប់ភ្ញៀវដែលមានសមត្ថភាពអាចទ្រាំបាននៅក្នុងតម្លៃដែលគាត់ដាក់ឲ្យយើងធ្វើការហើយអ្នកទាំងអស់គ្នាអាចពិនិត្យមើលការងារចាស់ពីមុនរបស់ខ្ញុំបានកាលពី4ឆ្នាំមុនហើយបណ្ដោះឥឡូវគឺទឹកថ្នាំគឺនៅដិតស្អាតដដែលបានអត់ប្រែប្រួលទៅណាទេហើយបូកសរុបនឹងទឹកដៃយើងអាប់ដេតប្រហែលឆ្នាំមុនរហូតដល់2025នេះគឺគួរសមដែរបាទហើយបន្ទាប់ពីការងារហើយយើងក៏បានដាក់វិជ្ជាពីអ្នកមិត្តភ័ក្តិពីអ្នកភ្ញៀវសាររបស់យើងហើយការងារផាត់ពីការងារចាស់នោះគឺខ្ញុំផាត់បានតែប៉ុណ្្នឹងទេបាទដោយសារតែខ្ញុំចាក់តាមសមត្ថភាពហើយនឹងទឹកលុយដែលភ្ញៀវគាត់បានកំណត់ឲ្យខ្ញុំធ្វើការគឺខ្ញុំចាក់បាយឲ្យបានតែប៉ុណ្្នឹងទេហើយឥឡូវទំនេរយើងដាក់ជាជាមួយភ្ញៀវសិនមុននឹងយើងបែកគ្នាហើយក៏សូមអធិស្ឋានផងរាល់រូបភាពកាយវិការណាមួយមិនសមរម្យដោយសារតែខ្ញុំចេញធ្វើវីដេអូលើកដំបូង
នឹងបញ្ចូលសំឡេងមុនដំបូងខ្ញុំមិនសូវប្រសពនិយាយក្នុងវីដេអូទេនេះបានថាឃើញសកម្មភាពប៉ុណ្ណាគឺខ្ញុំនិយាយតាមសកម្មភាពរបស់ខ្ញុំប៉ុណ្ណោះហើយជាចុងក្រោយសូមអរគុណការតាមដានទស្សនាវីដេអូរបស់ស៊ីចិនសាក់រូបតាំងពីដើមរហូតដល់ចប់បាយបាយ